គ្រូងងឹតភាគទី4នៅទីបំផុតអាចារ្យបានបញ្ចប់ពិធីប្រកាសអ្នកទាំងពីរជាប្តីប្រពន្ធស៊ូសាននិងដានីញ៉ែលថើបគ្នាដោយចំហព្រមពេលដែរគ្រប់គ្នានៅក្នុងសាលជូនពរដោយការទះដៃកងរំពងពេលល្ងាចនោះពិធីជប់លៀងបានប្រារព្ធយ៉ាងអធិកអធមស៊ូសានស្រាប់តែក្រឡេកទៅឃើញស្តេឡានិងចាស់ស្កូបញើសជជែកគ្នាយ៉ាងត្រូវរូវនិងជក់ចិត្តភ្លេចភ្នែកអ្នកផងស៊ូសានរំលឹកដោយឯកឯងមកវិញនៅសម្ដីប៉ូលីស Fred អំពើផាត់ក្បត់នាងគិតក្នុងចិត្តការសង្ស័យរបស់ Fred ត្រូវមែនទេនាងសរសៀរទៅចិត្តប្តីដែលទៅប្រៀបការរួចហើយឆ្លិចសួរមិនបង្អង់បងឯងអញ្ជើញម្នាក់ចាស់ស្កូបនោះមានឯណាបងមិនដែលស្គាល់គេផងពេលភ្ញៀវកំពុងរីករាយជាមួយនឹងអាហារអមដោយបទភ្លេងនិងសូរសើច Fred ឆ្លៀតឱកាសនេះចូលទៅជិតស្តេឡានិងចាស់ស្កូបសួស្តីអ្នកស្រីស្តេឡាចាសួស្តីសង្ឃឹមថាខ្ញុំអត់រំខានវេលាអ្នកស្រីទេនេះអូទេមិនរំខានអីទេស្តេឡាឆ្លើយដោយបង្ខំចិត្តហើយញញឹមណែនាំចាស់ស្កូបនិង Fred ឲ្យស្គាល់គ្នាអ្នកទាំងពីរក៏ចាប់ដៃគ្នាយើងធ្លាប់ជួបគ្នាពីមុនមកទេ Fred សួរខ្ញុំគិតថាអត់ទេចាស់ស្កូបឆ្លើយឯស៊ូសានដែលមិនស្រួលចិត្តយូរហើយក៏ដើរចូលមកដល់ដោយទឹកមុខមិនសូវសប្បាយចិត្តស៊ូសានថ្ងៃនេះអ្នកនាងស្រស់ស្អាតណាស់ Fred សរសើរអរគុណស៊ូសាននិយាយធ្វើហើយតែខ្ញុំមានរឿងចង់ពិភាក្សានឹងលោកប៉ូលីសតែពីរនាក់នាងបន្ត Fred ដើរតាមស៊ូសានមកដល់កន្លែងស្ងាត់ដានីញ៉ែលបាននៅទីនោះរងចាំជាស្រេចដៃគេកាន់បាច់ផ្កាមួយបង្ហាញមុខអ្នកទាំងពីរស្អីហ្នឹង Fred សួរដោយសម្លឹងទៅផ្កានោះដានីញ៉ែលដកកាតនៅលើបាច់ផ្កាមកអានអបអរសាទរនិងជូនពរដោយក្តីស្រឡាញ់ពី Gibson ជូនចំពោះប្អូនស្រីជាទីស្រឡាញ់ប៉ូលីសសម្លឹងមើលកាតដោយការភ្ញាក់ផ្អើលក្រែងគេបាត់ខ្លួនអី Fred សួរស៊ូសានងក់ក្បាលអញ្ចឹងហើយបានជាទទួលបានរបស់នេះភ្លាមខ្ញុំចង់ជួបនិយាយប្រាប់លោកប៉ូលីស Fred រិះគិតប្រយ័ត្នប្រយែងហើយពេលគេវិលមកដល់ការិយាល័យក៏ហៅក្រុមការងារប្រជុំភ្លាមគេបោះរូបថតនៅលើតុហើយនិយាយពីរនាក់នេះហើយដែលយើងត្រូវតាមដានខ្ញុំដឹងថាមានអ្វីម្យ៉ាងពីក្រោយទំនាក់ទំនងពួកគេក្រុមការងារនាំគ្នាសម្លឹងទៅប្រុសស្រីនៅក្នុងរូបថតនេះគឺ Stella និង Jascob ខ្ញុំពិតជាសង្ស័យថាបុរសនោះ Jascob នេះនៅពីក្រោយរឿងបាត់ខ្លួនរបស់ប្តីនាង Fred បន្ថែមម្នាក់ហាក់កំពុងរិះគិត Fred និយាយបន្តប្តីបាត់ខ្លួនម្នាក់ផ្សេងបង្ហាញខ្លួនហើយដើរជាមួយគ្នាគ្រប់ទីកន្លែងគេនិយាយដោយទឹកមុខមាំខណៈដែល Fred និងក្រុមការងាររបស់គេកំពុងពិភាក្សាក្នុងការិយាល័យ Jascob និង Stella ដើរបញ្ចាំងពិលជាមួយគ្នាក្នុងទីងងឹត Stella នាងដឹងទេថាហេតុអ្វី Gibson ប្តីនាងមកពាក់ព័ន្ធនឹងរឿងអស់ទាំងនេះ Stella សម្លឹងគេហាក់ទន្ទឹងរង់ចាំការពន្យល់ហេតុអីទៅអ្នកស្រាវជ្រាវដែលបានមកបង្កើតពិភពតូចនេះដោយជឿថាប្រសិនបើគេអាចបង្កើតពិភពសិប្បនិម្មិតបានប្រកាសជាមានពិភពពិតបែបនោះហើយប្រសិនបើយើងអាចចូលនិងចេញមកវិញបានពីពិភពសិប្បនិម្មិតនេះប្រកាសជាមានវិធីចូលនិងចេញពិភពពិតផ្សេងទៀតដែរចុះគេធ្វើបានសម្រេចទេអត់ទេតាមទំនងគេបានបាត់ខ្លួនមុនពេលគេធ្វើបានសម្រេចហើយ Gibson ចូលរួមតាមក្រោយដើម្បីបំពេញការងារដែលគេធ្វើមិនទាន់ចប់ចាស់ស្កូបបកស្រាយព្រះអើយតែគាត់បាត់ខ្លួនទៅដូចជាអ្នកស្រាវជ្រាវនោះរហូតដែរមែនទេ Stella បង្ហាញទុកព្រួយធ្វើឲ្យ Jascob ស្លង់នៅក្នុងការអាណិតនាងគេមិនអាចរកអ្វីមកឆ្លើយនឹងសំណួរនេះបានទៀតនោះទេគេថយមកអង្គុយលើផ្ទាំងថ្មក្បែរអណ្ដូងហើយគំនរក្រដាសចាស់មួយគោនៅពីក្រោយគេវាដូចជាពពួកក្រដាសដែលកាលពីមុនប្តីរបស់ Stella បានរកឃើញ Jascob កាន់ថ្មមួយដុំឡើងមកហើយពិនិត្យដោយយកចិត្តទុកដាក់គេចាប់ផ្ដើមគូសវាជាមួយនឹងថ្មមួយដុំទៀតបង្កើតបានជាផ្កាភ្លើងគេជក់ចិត្តនឹងការពិសោធន៍នេះស្ទើរតែភ្លេចថា Stella បាត់ទៅណាហើយពេលគេចាប់អារម្មណ៍មកវិញគេតាមសម្លឹងរកនាងលុះបានឃើញនាងឈរនៅក្បែរអណ្ដូង C2 ទៅគេធូរចិត្តមកវិញ Stella ខ្ញុំបាត់ប្រអប់ពណ៌ក្រហមតូចមួយនៅជាន់ B លោកចង់ឲ្យខ្ញុំទៅយកមកឲ្យបើនាងព្រមកាន់តែល្អព្រោះខ្ញុំរវល់ពិនិត្យក្រដាសឯកសារអស់នេះ Stella ញញឹមហើយដើរទៅជិតអណ្ដូង C3 នាងថយក្រោយពី3ជំហានហើយលោតចូលក្នុងអណ្ដូង Jascob មើលទៅនាងដូចជាទម្លាប់ឬបានថ្នឹកនឹងការលោតចេញចូលក្នុងអណ្ដូងទៅហើយសូរអ្វីមួយធ្លាក់ពីចម្ងាយ Jascob ចាប់អារម្មណ៍ក្រោកឡើងបញ្ចាំងពិលមើលបន្តិចមកគេក៏ដើរសំដៅទៅនោះគឺគ្រាប់ត្បូងដែលធ្លាក់មកលើដីស្រដៀងគ្នានឹងត្បូងពាក់នឹងដាក់កដៃរបស់គេនាយរើសវាឡើងមកហើយទឹមត្បូងទាំងពីរជិតគ្នាព្រះជាម្ចាស់ត្បូងអីស្អាតយ៉ាងនេះឯងនៅម្នាក់ឯងយូរមកហើយមើលចុះមិត្តរបស់ឯងមករកឯងហើយគេនិយាយទៅកាន់ត្បូងដែលពាក់នឹងកដៃរបស់គេ Stella កាន់ស្មាគេពីក្រោយខ្ញុំយកប្រអប់មកឲ្យលោក
Stella ហុចប្រអប់ឲ្យគេងាយក៏លើកត្បូងបង្ហាញមើលនេះខ្ញុំមានត្បូងមួយទៀតហើយគេលាតដៃបង្ហាញឲ្យនាងឃើញវា Stella ផ្លាស់ទឹកមុខនឹកដល់ការយល់សុបិនរបស់នាងនារីកំសត់ទទួលគ្រាប់ត្បូងមកដាក់លើបាតដៃយឺតៗហើយសម្លឹងយ៉ាងជិតស្អាតណាស់នាងខ្សឹបយ៉ាងនេះហើយក៏ក្តាប់ដៃយ៉ាងជាប់ឲ្យខ្ញុំទុកវាមួយផ្លែតសិនទៅណានាងនិយាយពេលកំពុងដើរទៅដោយរីករាយយកល្អពាក់នឹងកដៃទៅអូខេសេឡាងក់ក្បាលដោយសប្បាយចិត្តហើយដើរសម្ដៅទៅអណ្ដូង C2 ស្ដាប់ណាចាស់ស្កូបនិយាយតាមពីក្រោយនាងងាកមកគេក៏ដាស់តឿនលោតលេងក្នុងអណ្ដូងបានតែត្រូវប្រយ័ត្នកុំចូលរូងងងឹតណាមួយដែលនាងមិនធ្លាប់ចូលពីមុនមកទុកពេលឲ្យខ្ញុំបន្តិចខ្ញុំស្រាវជ្រាវឯកសារអស់នេះជិតចប់ហើយចាខ្ញុំទិញ C2 ដដែលទេព្រោះពេលលោតមិញនេះខ្ញុំហាក់ឃើញអ្វីមួយដូចបំណែកអាវប្តីខ្ញុំជាប់នៅលំមើលមិនសូវច្បាស់នាងឆ្លើយរួចបន្តដើរទៅអណ្ដូង C2 ថយក្រោយពី3ជំហានហើយលោតចូលទៀត Stella ធ្លាក់ដល់បាតដីនាងប្រញាប់ក្រោកឡើងពេលនោះនាងឮសូរសត្វយំលន់លយអារម្មណ៍ភ័យខ្លាចបានមកដល់នាងសម្លឹងមើលជុំវិញនោះតាមភ្លើងពិលសំឡេងនោះក៏ស្ងាត់បាត់ទៅបន្តិចតែពេលនាងដើរសំដៅទៅអណ្ដូងមួយនៅជិតនោះសត្វយំសាជាថ្មីពេលនាងរេលើដីចៃដន្យនាងហាក់ឃើញរបស់ម្យ៉ាងនាងមិនអាចទប់ចិត្តចង់ដឹងក៏ដើរសំដៅទៅរកវាយឺតនោះគឺក្រណាត់សដែលមានប្រឡាក់ឈាមនាងរន្ធត់ណាស់ហើយមានអារម្មណ៍ស្ពឹកខ្លួនខោអាវបង Gibson នាងគិតហើយបញ្ជាក់សួរខ្លួនឯងនៅជ្រុងម្ខាងទៀតនាងឃើញក្រណាត់ដែលស្រដៀងគ្នានេះលៀនពាក់កណ្ដាលមកក្រៅអណ្ដូងម្ចាស់អាវនេះបានធ្លាក់ក្នុងអណ្ដូងមួយនេះគេជាអ្នកណាគេយ៉ាងណាហើយនាងទៅដល់វាហើយចាប់ទាញមុខផ្ទឹមជាមួយនឹងក្រណាត់ដែលប្រឡាក់ឈាមវាជារបស់តែមួយដែលរហែកចេញពីគ្នានាងលែងគិតហើយព្រោះអារម្មណ៍នាងនៅនឹងតែប្តីប៉ុណ្ណោះនាងថយក្រោយហើយលោតចូលទៅរកម្ចាស់អាវនេះ Stella ស្លងពេកធ្វើឲ្យនាងភ្លេចមើលអក្សរលើផ្ទាំងថ្មដែលនៅក្បែរអណ្ដូងវាជារូង D3 ដែលនាងមិនដែលទៅដល់ហើយនៅខាងក្រោមនោះមានបន្ថែមពាក្យថាគ្រោះថ្នាក់ពណ៌ក្រហមតែទីងងឹតដែល Stella នឹងធ្លាក់ទៅជាជាន់ណាចាស់ស្គប់នឹងលែងរកនាងឃើញរហូតមែនទេអ្នកណាអាចដឹងបានយ៉ាងណាដែលច្បាស់នោះគឺនាងមិនបានដឹងខ្លួនទេមុនពេលសេឡាបំរុងនឹងលោតទៅហើយអ្នកណាម្នាក់បានទាញប្រាណតូចរបស់នាងឲ្យថយក្រោយមកវិញបានសម្រេចគឺចាស់ស្គប់ពួកគេដួលផ្កាក្រោយទាំងពីរនាក់នាយបាននៅអោបនាងជាប់ប្រាប់ឲ្យមែនទេថាកុំឲ្យចូលរូងដែលមិនធ្លាប់ចូលពីមុនមកសេឡាធ្វើមុខភ្ញាក់ផ្អើលហើយនាងឃើញពាក្យគ្រោះថ្នាក់នៅលើថ្មនោះដែលមុននឹងលោតគេចង្អុលប្រាប់ហើយនាងក៏ក្រឡេកទៅអានរួចបើកភ្នែកស្លុតរូងងងឹតទាំងអស់នៅជាន់ទី4នេះវាគ្មានខ្យល់នៅក្នុងទេ Stella ជ្រុកមុខដឹងពីកំហុសរបស់ខ្លួនហើយនាងនៅស្ងាត់បន្តិចទើបនិយាយចុះបើ Gibson ជាប់នៅក្នុងរូងងងឹតអស់នេះខ្ញុំមិនគិតអញ្ចឹងទេគេអះអាងមិនក៏លោកប្រកាសម្លេះ Gibson ដឹងទាំងអស់គេដឹងពីច្បាប់នេះល្បែងនេះទាំងអស់ចុះសញ្ញាគ្រោះថ្នាក់នៅ D4 នោះយ៉ាងម៉េចវិញតោះយើងទៅវិញសិនកុំនៅយូរចាស់ស្គប់បំបែបប្រធានបទហើយដើរសម្ដៅទៅអណ្ដូងរូបច្រកចេញ Stella ដើរតាមក្រោយគេតត្រកតែនាងមិនអស់ចិត្តទេលោកមិនទាន់ឆ្លើយនឹងសំណួរខ្ញុំទេលោកដឹងទេខ្ញុំធ្វើអ្វីទាំងអស់នេះព្រោះតែចង់រកប្តីខ្ញុំឃើញអាវគាត់ជាប់នៅទីនេះនាយនៅតែដើរទៅមុខឯនាងមិនចង់ឲ្យគេទើដោយមិននិយាយអ្វីនោះទេពិសេស Stella ពេលនេះគិតពីប្តីនាងនិងអាវមួយនោះមិនឈប់ចាស់ស្គប់ហេតុអ្វីរូងងងឹតនេះមានពាក្យព្រមានគ្រោះថ្នាក់នាងស្រែកសួរលឺឥឡូវនេះខ្ញុំមិនអាចប្រាប់អ្វីបានទេយល់អត់គ្រាន់តែដឹងគឺថាវាគ្រោះថ្នាក់ដូចរូង D5 ដែរអញ្ចឹងពេលណាទៅលោកប្រាប់ចាំពេលវេលាសិនគេឆ្លើយខ្លីហើយបន្តដើរទៅមុខទៀតលោកដូចព្យាយាមលាក់បាំងអ្វីម្យ៉ាងខ្ញុំសង្ស័យថាលោកសម្លាប់គាត់ Stella ស្រែកថាឲ្យគេហួសចិត្តក៏ឈប់ហើយងាកក្រោយខ្ញុំសម្លាប់គេហេតុអ្វី Stella ដើរទៅចិត្តគេសម្លឹងភ្នែកគេហើយនិយាយច្បាស់ៗដើម្បីបានខ្ញុំលោកមិនស្មោះចាស់ស្គប់អស់ពីហួសចិត្តគេសើចឆ្ញាញ់សើចធ្វើអីទៅខ្ញុំសម្រាប់គេដើម្បីបាននាងក្រែងខ្ញុំទើបតែបានស្គាល់នាងក្រោយពេលគេបាត់ខ្លួនទៅហើយមែនទេនាងនៅស្ងៀមរកពាក្យឆ្លើយមិនចាញ់គេបន្ធូរចិត្តត្រឡប់មកចិត្តនាងហើយលួង Stella ត្រូវតែមានទំនុកចិត្តត្រូវមានជំនឿចិត្ត Stella មិនមាត់ហើយនាងយល់ព្រមលោតចូលអណ្ដូងច្រកចេញជាន់ A ដើម្បីត្រឡប់ទៅប្រាសាទវិញសិនផ្អឹបទុកការសង្ស័យលើនាយមួយផ្លែតពេលពួកគេធ្លាក់ដល់ដីក្បែរអណ្ដូងជំហានប្រាសាទក៏ក្រោកឡើងបំរុងនឹងបើកពិលប៉ុន្តែពន្លឺពីរផ្សេងទៀតចាំងមកពីចម្ងាយអ្នកណាមក Stella ស៊ូឯចាស់ស្គប់បង្គាប់
ពួនសិនមកសេឡានាងធ្វើតាមគេទោះមិនដឹងថាដើម្បីអ្វីក៏ដោយគេនាំនាងទៅលាក់ខ្លួននៅពីក្រោយផ្ទាំងថ្មធំមួយដែលងងឹតស្លុបពន្លឺពីនោះគឺហ្វាឡាននោះរេមកដល់ក៏ឈប់នៅក្បែរប្រាសាទមែនមនុស្សចេញពីឡានបណ្ដាលឲ្យសេឡាភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងខ្ទប់មាត់ញ័រដៃព្រោះថាពួកគេកំពុងឃើញខ្លួនឯងគឺស្តេឡានិងចាស់ស្កូបមួយគូទៀតចេញពីឡាននោះមកព្រះជាម្ចាស់នោះគឺពួកយើងចាស់ស្កូបខ្សឹបសួរដោយភ្ញាក់ផ្អើលគេនិយាយរួចរស់រាន់អោនមើលនាឡិកាហើយបង្ហាញទៅសេឡាឃើញទេកាលពីមកទីនេះម៉ោង 8 ល្ងាចហើយឥឡូវម៉ោង 8 ល្ងាចស្តេឡានិងចាស់សូបថ្មីនេះដើរចេញពីឡានសំដៅទៅអណ្ដូងគឺដូចជាពួកយើងបេះបិទទាំងម៉ោងនិងកន្លែងស្តេឡាក្រវីក្បាលស្ទើរដាច់ចាស់ស្កូបនិងស្តេឡាមកដល់ផ្ទះនាងវិញឯស៊ូសាននិងដានីញ៉ែលចេញទៅក្រេបច័ន្ទទឹកឃ្មុំទៅហើយគេអង្គុយសម្លឹងស្តេឡាដែលដេកទ្រពក្បាលក្បែរសាឡុងខូចចិត្តពេលរកឃើញក្រណាត់អាវរបស់គីបសុនកំទាន់អស់សង្ឃឹមអីនាយព្យាយាមលួងលោមលើកទឹកចិត្តនាងស្តេឡាងើបក្បាលចេញពីតុរួចសម្លឹងភ្នែកគេនោះជាក្តីសង្ឃឹមតែមួយគត់ក៏ជាមូលហេតុដែលខ្ញុំខំរស់នាយក៏សម្លឹងតបមកកាន់ភ្នែករបស់នាងសេចក្តីប្រសពដោយខ្សែភ្នែកដែលបង្កប់នៅក្តីស្រឡាញ់បានតាក់ទៅរកការខិតចិត្តគ្នាបន្តិចម្ដងហើយទាំងពីរកាយបានឈានចូលដល់គ្នាដោយមិនដឹងខ្លួននៅតែបន្តិចទៀតចាស់ស្កបនឹងថើបផ្ទៃមុខមាត់រលោងដោយទឹកនេត្រារបស់នាងតែស្នូឡានមួយបានឈប់ចតនៅមុខផ្ទះអាចទៅមើលគឺឃើញស៊ូសាននិងដៃញ៉ែចុះពីលើឡានរបស់ពួកគេទៅតែមកពីក្រេបច័ន្ទទឹកឃុំនៅប្រទេសឥណ្ឌាបងថ្លៃអូននៅផ្ទះទេសំឡេងដានីញ៉ែលលាន់មកល្វើយតាមកម្លាំងខ្យល់មុខជានៅសង្ឃឹមថាគាត់មានអំរុយច្រើនពីបងប្រុសអូនស៊ូសាននិយាយសម្ដីស្រងោតស្តេឡាដឹងខ្លួនចេញពីអារម្មណ៍បែកខ្ញែកនាងច្រានគេចេញហើយថយឆ្ងាយពីគេបងមានរឿងសំខាន់ត្រូវប្រាប់អូនស្តេឡានាងយល់ថាគេចង់សារភាពស្នេហ៍តែនាងដេញគេចេញទៅនេះមិនមែនមកពីខ្លាចបងថ្លៃនាងមកលើទេតែនាងយល់ថាមុននេះនាងលងអារម្មណ៍ព្រោះកាយពីការលួងលោមរបស់គេដូចប្តីនាងពេកកណ្ដឹងទ្វារខាងក្រៅរឡើងស្តេឡាអន្ទះសាររៀបរយខ្លួនស៊ូសានមកដល់សួរទៅហើយដោយរងចាំស្តេឡាមកបើកទ្វារកូនឈើស្លាប់អស់ហើយស៊ូសានចង្អុលទៅសួនបងសេឡាមិននៅផ្ទះមើលថែសួនទេគាត់អស់សង្ឃឹមទៅហើយមានចិត្តអីស្រឡាញ់រុក្ខជាតិទៀតដានីញ៉ែលនិយាយស្តេឡាបើកទ្វារមកហើយញញឹមហេទីបំផុតពួកអូនត្រឡប់មកវិញហើយស៊ូសានញញឹមអោបបងស្រីហើយគៀកគ្នាដើរចូលក្នុងផ្ទះដល់បន្ទប់ទទួលភ្ញៀវឃើញចាស់ស្កូបអង្គុយលើសាឡុងស៊ូសានមិនសប្បាយចិត្តមួយរំពេចសួស្ដីស៊ូសានមិនឆ្លើយតបនឹងគេទេតែបែរមកសួរចម្លើយសេឡាបងឯងឲ្យគេមកទីនេះពេលគ្មានអ្នកណានៅចាស់ស្កូបចាប់ដៃដានីញ៉ែលដំណើរទៅក្រេបទឹកឃ្មុំយ៉ាងម៉េចហាក់ដែរអូសប្បាយពិតជាអស្ចារ្យដានីញ៉ែលនិយាយតែលួចមើលស៊ូសានដើរចូលរុយទៅក្នុងផ្ទះហើយបោះពាក្យមិនពេញចិត្តសេឡាខ្ញុំមិនចង់ឲ្យអ្នកដទៃនិយាយដើមគ្រួសារយើងបងយល់អត់ដានីញ៉ែលធ្វើមុខមើលដើរតយងយតាមពីក្រោយប្រពន្ធបាត់ទៅទុកឲ្យសេឡានិងចាស់ស្កបនៅក្នុងបន្ទប់ទទួលភ្ញៀវតែពីរនាក់ស្រពោនដាក់គ្នាគេសម្លឹងនាងងាកមុខចេញព្រោះអៀននឹងរឿងមុននេះដូច្នេះគេអន់ចិត្តហើយទាញពាក់អាវក្រៅប្រមូលក្រដាសឯកសាររបស់ខ្លួនលើតុត្រៀមនឹងចាក់ចេញអូខេខ្ញុំទៅហើយចាស់ស្កបនិយាយដោយមិនមើលភ្នែករបស់នាងទេគេដឹងថាសេឡាមិចភ្នែកចោះសម្លឹងដីដោយសារនាងមិនអាចប្រឈមនឹងកែវភ្នែកស្រទន់របស់គេបានចាស់ស្កបបោះចំហៀនវែងចេញទៅឃ្លាហើយមិនដឹងយ៉ាងម៉េចបានជានាងមានអារម្មណ៍ថានេះដូចជាការជួបគ្នាលើកចុងក្រោយបង្អស់នាងងើបមុខមករកគេប៉ុន្តែគេទៅបាត់ហើយស្តេឡាស្រពោនចិត្តណាស់ហើយស្មុគស្មាញចំពោះខ្លួនឯងជាខ្លាំងហេតុអ្វីនាងទៅជាមានអារម្មណ៍យ៉ាងចម្លែកលើប្រុសម្នាក់នេះគឺលន្លង់លន្លោចរីករាយលាយស្រពោនដូចនឹងអារម្មណ៍ដែលឮនាងស្រឡាញ់គេទៅហើយត្រឡប់មកវិញនាងឃើញអ្វីម្យ៉ាងនៅសល់លើតុកូនសៀវភៅរបស់ចាស់ស្កបនាងជ្រួញចិញ្ចើមរើសវាឡើងហើយចាប់ផ្ដើមអានស៊ូសាននិងដាញ៉ែលចេញមកតាមមើលសកម្មភាពសេឡាអានបណ្ដើរនាងបើកភ្នែកធំបណ្ដើរធ្វើឲ្យស៊ូសានចូលមកកាន់តែជិតបងសេឡាមានរឿងអីទឹកមុខសេឡាដែលសម្លឹងមុខប្អូនថ្លៃបង្ហាញពីភាពភ័យខ្លាចខ្វល់ខ្វាយព្រួយបារម្ភនិងភ្ញាក់ផ្អើលនាងទន់ជើងមកលើសាឡុងអតីតកាលមួយផ្សេងទៀតចាប់ផ្ដើមរត់កាត់ចក្ខុរបស់នាងចាំបានពេលដែលនាងអង្គុយទល់មុខចាស់ស្កបក្នុងហាងកាហ្វេគេរៀបចំកាហ្វេឲ្យនាងដោយដាក់ស្ករ2ស្លាបព្រាក្នុងកែវកាហ្វេ
គេខ្លួនឯងឯកាហ្វេពេងដែលគ្មានស្ករគេហុចមកឲ្យនាងមិនក៏លោកដឹងថាខ្ញុំមិនញ៉ាំស្ករ Stella សួរខ្ញុំនៅដឹងរឿងច្រើនទៀតគេនិយាយជាមួយនឹងខ្ញុំញញឹមអាចកំបាំងប្រកាសជាគេផ្សន់ប្រាប់នាងញញឹមតប Stella ដកអារម្មណ៍មកវិញបើកសៀវភៅកំណត់ត្រានោះនៅទំព័រមុខទៀត Susan អានមើលដែរ Stella មានរឿងអីមែនទេ Stella ងើបមុខមកដោយយំរលែងរលួងហើយបិទសៀវភៅក្រោកឡើងដោយតក់ក្រហល់នាងស្ទុះចេញពីផ្ទះដោយកាន់សៀវភៅតូចនោះទៅជាមួយ Susan តាមស្រែកហៅបង Stella នាងងន់ហ្វល់ក៏ឡើងឡានហើយបើកចេញទៅ Susan រុញដានីញ៉ែលទៅម្ខាងហើយចុចទូរស័ព្ទលើតុខ្ញុំសូមជួបវីរៈសេនី Fred Susan ធ្វើសញ្ញាឲ្យប្តីនាងរងចាំបន្តិចនាងនិយាយរឿងជាច្រើនជាមួយ Fred បន្ទាប់មក Susan បើកសំឡេង Fred ឲ្យប្តីនាងបានឮដែរអូខេខ្ញុំនឹងបញ្ជាទៅកន្លែងឆែកឆេរទាំងអស់ឲ្យខាត់ដានបងថ្លៃនាងអ្នកស្រី Stella មិនអាចចាក់ចេញពីក្រុងផុតទេប៉ូលីសមិនបានរងចាំយូរមែនគឺប្រមាណជា25នាទីប៉ុណ្ណោះទូរស័ព្ទការ៉ូសំឡេងអ្នករាយការណ៍យើងរកឃើញឡានស្ត្រីនោះហើយល្អតាមឡានឲ្យជាប់បាទទៀននៅឯនោះ Susan បញ្ជាប្តីនាងឲ្យបើកឡានជូននាងចេញដែរទៅណាគូប្រាប់បងដែរថាយើងទៅណាដានីញ៉ែទ្រាំសង្កត់ចិត្តឆ្ងល់នឹងអ្នកផ្ទះនេះលែងបានទៀតអូនមិនដឹងទេមកតាមអូនសិនមកយើងគ្មានពេលច្រើនទេចាំអូនប្រាប់បងនៅតាមផ្លូវ Stella ចេញពីផ្ទះដោយបើកឡានយ៉ាងលឿននាងជន់ហ្វ្រាំងតាមកម្លាំងជើងរបស់នាងព្រោះតែស្ត្រីឆ្លងផ្លូវម្នាក់ពេលដែលឡានឈប់ស្ត្រីនោះភ័យរឹងខ្លួនហើយប្រញាប់រត់ Stella ធូរចិត្តដែលឃើញគាត់មិនមានគ្រោះថ្នាក់នាងជូតញើសពីថ្ងៃហើយបើកឡានបន្តនាងមិនដឹងថាឡានប៉ូលីសនៅពីក្រោយនាងក្នុងចម្ងាយមួយដែលមិនឲ្យនាងដឹងខ្លួន Fred ក៏បើកឡានមកដោយល្បឿនពេញទំហឹងដែរខណៈដែលគេតាក់ទងជាមួយឡានដែលតាមពីក្រោយ Stella ជាប់ជានិច្ចឡានរបស់ Susan ក៏កំពុងចេញពីក្រុងដែរដោយដានីញ៉ែលបើកហើយ Susan និយាយទូរស័ព្ទពួកយើងក៏កំពុងនៅតាមផ្លូវដែរអ្នកនាងមិនបាច់បារម្ភទេក្រុមរបស់យើងតាមពីក្រោយគាត់ជាប់ហើយប៉ូលីសប្រាប់គាត់នៅឯណាហើយពួកលោកដល់ណាហើយខ្ញុំជិតតាមទាន់ក្រុមរបស់ខ្ញុំហើយពេលនេះខ្ញុំនៅដានីញ៉ែលបើកឡានហើយកំពុងរងចាំការប្រាប់ផ្លូវពី Susan ឈប់និយាយទូរស័ព្ទងាកមកប្រាប់ដានីញ៉ែលឲ្យបត់ឆ្វេងនៅស្តុបខាងមុខឡានឈប់នៅខាងមុខប្រាសាទ Stella បើកទ្វារឡានចុះមកហើយប្រញាប់ប្រញាល់សម្ដៅទៅអណ្ដូងនិងលោតចូលក្នុងអណ្ដូងភ្លាមបន្តិចក្រោយមកឡានប៉ូលីសក៏មកដល់ហើយឈប់នៅទន្ទឹមឡានរបស់ Stella ក្រុមប៉ូលីសប្រញាប់ទៅពាត់ឡានរបស់ Stella ពួកគេសម្លឹងរកនាងក្នុងឡានហើយដឹងថានាងមិននៅក្នុងឡាននោះទេប៉ូលីសម្នាក់ប្រញាប់រាយការណ៍ទៅ Fred លោកវីរៈសេនីនាងទៅតែឈប់នៅខាងមុខប្រាសាទនៅលើផ្លូវដដែលខាងឆ្វេងដៃតែយើងរកនាងមិនឃើញទេនៅម្ដុំនេះឡាននាងនៅទីនេះទេនាងអាចនឹងចូលក្នុងប្រាសាទហើយទេដឹងប៉ូលីសម្នាក់ទៀតនិយាយពួកគេបានទទួលបញ្ជាឲ្យចូលរុករកក្នុងប្រាសាទគ្នាយើងត្រូវប្រយ័ត្នបាទទៀនភាគបញ្ចប់ Stella ឯណោះពេលធ្លាក់ដល់ក្នុងបាត់រូងហើយនាងប្រញាប់ក្រោកឡើងបើកពិលបញ្ចាំងរកមើលចាស់ស្កូបនាងឃើញថ្មមួយដុំថ្មីទៀតនៅក្បែរអណ្ដូង A1 នាងបញ្ចាំងពិលដាក់ព្រោះហាក់មានអ្នកណាបានសរសេរអ្វីទុកលើនោះ Stella លោតម្ដងទៀតចូលក្នុងរូងងងឹតជាន់ B ឆ្កែព្រៃមួយក្បាលលូបន្លឺសំឡេងពីក្រោយផ្ទាំងថ្មដោយមានឆ្អឹងនៅក្នុងមាត់ផងវាដើរទៅមាត់អណ្ដូងដែល Stella ទៅតែលោតចូលទៅសម្លឹងទៅក្នុងប្រហែលជាសម្លឹងរក Stella ថាជាអាហារថ្មីហើយនៅខាងមុខប្រាសាទ Susan និងដានីញ៉ែលក៏បានមកដល់ដែរតើបងស្រីអូនគាត់មកទីនេះធ្វើស្អីទៅដានីញ៉ែលនិយាយពេលសម្លឹងមើលជុំវិញនោះដោយមិនស្រួលក្នុងចិត្តឲ្យលឿនទៅប្រហែលជាលោក Fred ចាប់គាត់បានហើយ Susan និយាយទាំងប្រញាប់ចូលក្នុងប្រាសាទ Stella នៅរូងជាន់ D ទៅហើយនាងបញ្ចាំងភ្លើងពិលពិនិត្យជុំវិញនោះទីបំផុតនាងឃើញថ្មមួយនៅចំហៀងរូងងងឹតនៅលើថ្មនោះមានសរសេរ D1 រូងងងឹតទី1ជាន់ទី4 Stella រេភ្លើងពិលជុំវិញនោះម្ដងទៀតស្រាប់តែបញ្ចាំងភ្លើងពិលនៅស្ងៀមពេលដែលវាឆ្លោះចំចាស់ស្កូបដែលចោឆ្កឹងដៃម្ខាងរបស់គេមានក្តាប់កូនកំបិតដៃម្ខាងទៀតកាន់ថ្មហើយគេដើរសម្ដៅមក Stella ដើរចូលទៅរកគេដោយមិនភ័យខ្លាចអ្វីទាំងអស់មកធ្វើអីចាស់ស្កូបសួរលោកជាអ្នកណា Stella សួរហើយសម្លឹងចំភ្នែករបស់គេប្រាប់មកលោកជាអ្នកណាខ្ញុំចំណាំលោកបានហើយ Stella បន្តហើយរអាក់រអួលយំបងដឹងថាថ្ងៃណាមួយអូននឹងដឹងការពិតគេនិយាយបណ្ដើរមកកាន់តែចិត្តនាងបណ្ដើរហើយនិយាយបន្តប្រពន្ធសម្លាញ់គេដាក់ដៃទាំងពីរលើស្មានាងទាញនាងមកយ៉ាងខ្លាំងរហូតប៉ះដាំទ្រូងរបស់នាងមិនរើទេគិចពីមើលភ្នែកគេហើយហូរទឹកភ្នែកពេញដោយក្តីរំភើបពួកគេអោបគ្នា
ហើយគ្មានអ្វីអាចឃាត់ខាំងមិនឲ្យបបោរមាត់ពួកគេរេរកគ្នាឡើយពី3នាទីកន្លងទៅគេនៅតែអោបគ្នាយ៉ាងណែនហើយអង្អែលថ្នាក់ថ្នមពេញរាងកាយនៅទីបំផុតនាងរកស្វាមីនាងឃើញហើយដឹងថាចាស់ស្កូបគឺជា Gibson ស្វាមីរបស់នាងទោះបីជារូបរាងមិនដូចគ្នានាងដកខ្លួនចេញពីរង្វង់ដៃរបស់គេហើយលើកដៃអង្អែលមុខរបស់ Gibson នាងពិនិត្យមើលមុខគេយ៉ាងយកចិត្តទុកដាក់មិនមានចំណុចណាមួយដូច Gibson របស់នាងទេតែអូនដឹងថាជាបងនិយាយរឿងទាំងអស់ប្រាប់អូនមកបងសម្លាញ់នាងសួរដៃចោលភ្នែកស្រទន់សម្លឹងមុខគេទាញនាងទៅជិតអណ្ដូងដែលមានថ្មមួយដុំស្លាក D4 ដែលជារូងងងឹតទី4នៃជាន់ទី4ដែរអក្សរបំរាមថាគ្រោះថ្នាក់នៅដដែលក្បែរនោះគេប៉ះហើយអង្អែលលើពាក្យគ្រោះថ្នាក់នោះនិយាយប្រាប់ស្រីស្អាតម្ចាស់បេះដូងរូងងងឹតនេះជាដើមហេតុនៃអ្វីៗទាំងអស់នេះអតីតកាលលេចមក Gibson មកដល់ជាន់ D នេះគេក៏មើលជំវិញហើយដើរសំដៅទៅជារូងងងឹត D4 តាមឯកសារនៅក្នុងដៃមកដល់អណ្ដូងគេអោនសម្លឹងចុះក្រោមបន្ទាប់មកគេទុកឯកសារទៅម្ខាងថយក្រោយពី3ជំហានហើយលោតចូល Gibson ធ្លាក់ដល់បាតងងឹតស្លុបដែលឡោមព័ទ្ធដោយថ្មខ្មៅគេបញ្ចាំងពិលហើយដើរទៅជិតជញ្ជាំងថ្មថាពិភពលោកគឺជាការបង្ហាញដោយគណិតវិទ្យាគ្រប់យ៉ាងជាតួនាទីនេះអាកាសនិងពេលវេលាពេលអានចប់កាលណាអក្សរទាំងនោះចាប់ផ្ដើមរលាយបាត់ទៅម្ដងមួយគេសម្លឹងជុំវិញនោះហើយបញ្ចាំងពិលរកមើលអណ្ដូងច្រកចេញហើយដើរសំដៅទៅពេលដែលគេកំពុងដើរសម្លៀកបំពាក់របស់គេរលាយបាត់ទៅបន្តិចម្ដងបន្ទាប់មកពិលរបស់គេក៏រលាយបាត់ទៅដូចគ្នាមួយរំពេចក្រោយមក Gibson បានប្រែជាក្មេងប្រុស7ទៅ8ឆ្នាំក្មេងប្រុសនោះក៏ប្រែជាទារក4ទៅ5ខែទីបំផុតក៏រលាយបាត់ទៅកន្លែងដែលគេឈរនោះមិនមានសេះសល់អ្វីទេទាំងជញ្ជាំងដំបូលក៏រលាយបាត់អស់ដែរក្រោយពីគ្មានអ្វីសោះគ្រប់យ៉ាងចាប់ផ្ដើមកាត់ឡើងវិញហើយក៏លេចជារូបរាងដូចដើមវិញទាំងអស់រាប់ពីគ្មានអ្វី0ក៏លេចចេញជាទារកពីទារកខ្លាយជាក្មេងប្រុសនោះធំបន្តិចម្ដងគេបានខ្លាយជាបរិសពេញវ័យទោះជាយ៉ាងណានោះមិនមែនជា Gibson ទេគឺបរិសផ្សេងម្នាក់ទៀតចាស់ស្កូបពេលវេលាចាប់ផ្ដើមដើរលឿនបន្តិចម្ដងសម្លៀកបំពាក់និងពិលរបស់គេត្រឡប់មកវិញមានច្រកចេញមួយនៅពីក្រោយគេសម្លឹងទៅជញ្ជាំងថ្មឃ្លាដែលសរសេរដោយដីសបានត្រឡប់មកវិញចាស់ស្កូបប្រញាប់សម្ដៅទៅអណ្ដូងច្រកចេញហើយលោតចូលពេលធ្លាក់មកដល់ជាន់ D ភ្នែកទាំងពីររបស់គេបិទជិតខ្លួនប្រាណរបស់គេមិនកម្រើកប៉ុន្តែព្រលឹងរបស់គេព្យាយាមគេចចេញពីខ្លួនប្រាណនោះព្រោះតែខ្លួនប្រាណជាអ្នកផ្សេងគឺចាស់ស្កូបហើយព្រលឹងគឺ Gibson ព្យាយាមរហូតចាក់ចេញពីខ្លួនបានប៉ុន្តែវិញ្ញាណដើមនៅតែនៅក្នុងខ្លួនព្រលឹងដែលគេគេចចេញពីខ្លួនរបស់ចាស់ស្កូបបានធ្វើដំណើរតាមលំហយ៉ាងលឿនហើយបានទៅដល់បន្ទប់គេងរបស់ Stella កំពុងគេងស៊ប់ស្កល់ពេលដែលព្រលឹងបង្ហាញនៅចំពោះមុខនាងភ្ញាក់ឡើងដូចជាភ្ញាក់ឡើងពីសុបិនដ៏គួរឲ្យតក់ស្លុតពេលជាមួយគ្នានោះវិញ្ញាណដើមដែលនៅក្នុងខ្លួនចាប់ផ្ដើមស្រូបទាញព្រលឹងដែលហោះចេញពីខ្លួនឲ្យត្រឡប់ទៅវិញព្រលឹងរលាយបាត់ពីបន្ទប់របស់ Stella ហើយធ្វើដំណើរត្រឡប់ទៅរូងងងឹតវិញគឺសំដៅទៅរកវិញ្ញាណដើមដែលនៅក្នុងខ្លួនរបស់ចាស់ស្កូបព្រលឹងរបស់ Gibson ប្រសពទាំងស្រុងជាមួយខ្លួនរបស់ចាស់ស្កូបហើយរលាយបាត់ទៅទោះបីជារូបរាងខុសគ្នាប៉ុន្តែរាល់ដង្ហើមចេញចូលគឺជារបស់វិញ្ញាណ Gibson ភ្លាមនោះខ្លួនប្រាណដែលមិនកម្រើកនិងភ្នែកដែលបិទជិតចាប់មានសកម្មភាពឡើងវិញ Stella ពេលដឹងរឿងចាប់សពគ្រប់ហើយក៏សម្លឹងភ្នែកងាយដោយចិត្តស្រឡាញ់នាងអោបគេយ៉ាងណែនចុះបងលាក់បាំងនឹងអូនធ្វើអី Stella សួរពេលកំពុងនៅក្នុងរង្វង់ដៃម្ចាស់ស្នេហ៍ប្តីដែលមានរូបរាងថ្មីតើប្រាប់ទៅអូននឹងជឿឬបណ្ដេញបងចេញគេកាន់ដៃរបស់នាងហើយចាប់ផ្ដើមអង្អែលថ្នមពួកគេសម្លឹងគ្នាដោយពោពេញដោយសេចក្តីស្នេហាក្នុងក្រសែភ្នែកភ្លាមនោះថ្មមួយដុំធ្លាក់នៅខាងមុខពួកគេហើយបែកជាបំណែករមៀលខ្ចាយជំវិញនោះពួកគេថយក្រោយសំឡេងផ្ទុះមួយលាន់ឡើងទ្រហឹងគេទាញនាងរត់ទម្លាក់ខ្លួនក្រោយផ្ទាំងថ្មបំណែកថ្មខ្ចាយធ្លាក់ពាសពេញរូងក្បែរខ្លួនអ្នកទាំងពីរនេះពេលអ្វីស្ងប់មកវិញអណ្ដូងនោះក៏លែងជាអណ្ដូងទៀតហើយគឺគ្រាន់តែជាថ្មមួយដុំស្អីគេនឹង Stella សួរសន់ស្លោឆាប់ឡើងប្រញាប់ចេញពីទីនេះចាស់ស្កូបក៏តក់ស្លុតដែរអ្នកទាំងពីរកាន់ដៃគ្នារត់សម្ដៅអណ្ដូងជាច្រកចេញពេលទៅដល់ពួកគេលោតចូលភ្លាមឆាប់ឡើងក្រោកឡើងមកចាស់ស្កូបនិយាយដោយជួយលើកនាងឲ្យក្រោកហើយបន្តរត់សម្ដៅអណ្ដូងច្រកចេញជាន់ទី3គឺ C ពួកគេរត់ប្រហែលដល់ពាក់កណ្ដាលផ្លូវ
ទើអណ្ដូងច្រកចេញទៅហើយអណ្ដូងមួយទៀតស៊ីមួយក៏ផ្ទុះឡើង Stella និងប្តីដួលលើដីដោយបំណែកថ្មខ្លះធ្លាក់សំដៅមកកិនពួកគេ Jacob ខំយកខ្លួនមកពាំង Stella ការពារនាងស្រវាក្រោកឡើងមកបញ្ចាំងពិលរកច្រកចេញពេលពួកគេបញ្ចាំងពិលចំ B2 អណ្ដូងទាំងអស់បានផ្ទុះហើយបំណែកថ្មនៅពីពេញបាំងបិទមាត់អណ្ដូងពួកគេព្យាយាមកាយដីដើម្បីរកច្រកលោតស្រាប់តែ Jacob ឮ Stella ស្រែកប្រត់សំឡេងមានរឿងអីនាងមិនទាន់ឆ្លើយផង Jacob ឃើញខ្មោចឆ្កែព្រៃស្លាប់ត្រូវថ្មធ្លាក់កិនលើឈាមស្រោចដីអ្នកទាំងពីរលោតចូលអណ្ដូងហើយធ្លាក់មកដល់ជាន់ A ដែលជាជាន់ចុងក្រោយពួកគេក្រោកឡើងយ៉ាងរហ័សនិងរត់សម្ដៅរកអណ្ដូងច្រកចេញដោយមិនខ្វល់ថាលើខ្លួនមានរបួសត្រង់ណាខ្លះទេឲ្យតែផុតពីជាន់នេះពួកគេនឹងមានសេរីភាពពេលដែលពួកគេកាត់អណ្ដូង A3 វាក៏ផ្ទុះឡើងធ្វើឲ្យ Jacob និងភរិយាប៉ើងឡើងលើតាមកម្លាំងផ្ទុះក្នុងកំសួលធ្លាក់ចុះមកនោះក្តីសង្ឃឹមដែលថានឹងបានរួចផុតពីសេចក្តីស្លាប់មានតិចតួចណាស់តែពេល Jacob សម្លឹងចុះក្រោមគេដឹងថាខ្លួនកំពុងធ្លាក់ចំអណ្ដូងច្រកចេញក្តីសង្ឃឹមមានឡើងវិញពួកគេធ្លាក់ចុះក្នុងអណ្ដូងច្រកចេញចុងក្រោយចំពេលដែលបំណែកថ្មជាច្រើនបានប៉ើងមកបុកទង្គិចអ្នកទាំងពីរប៉ុន្តែជាមួយនឹងក្តីសង្ឃឹមពួកគេអាចទ្រាំនឹងការឈឺចាប់បានទាំងអស់ភ្លាមនោះត្បូងដែលចងនឹងកដៃរបស់ Jacob បានដាច់ធ្លាក់ចុះទៅជាមួយបំណែកថ្មទាំងឡាយដែរហើយសំឡេងផ្ទុះអណ្ដូងច្រកចេញលាន់ពេញទំហឹងមិនយូរប៉ុន្មានបំណែកថ្មបានរលត់បាត់សំឡេងគ្រប់យ៉ាងប្រែជាស្ងាត់ជ្រងំនិងងងឹតសូន្យឈឹងនៅខាងក្រៅរូងដានីញ៉ាស៊ូសានកំពុងតាមរក Stella នៅក្នុងប្រាសាទគ្រប់គ្នារត់រកគ្រប់ទីកន្លែងហើយភ្លាមនោះពួកគេឮផ្ទុះយ៉ាងខ្លាំងដោយភាពតក់ស្លុតពួកគេមិនអាចស្មានដឹងទេថាtừខាងណាមកណាហើយជាបន្ទោសអ្វីប៉ុន្តែបន្តិចក្រោយមកគេដឹងថាមិនមែននៅក្នុងប្រាសាទទេគឺបន្ទោសក្រោមដីស្នូផ្ទុះខ្លាំងពេកធ្វើឲ្យកក្រើកដល់ទូប្រាសាទទាំងមូលប៉ូលីសនិងប្អូនៗរបស់ Stella ប្រញាប់រត់ចេញមកតម្រង់ខ្លោងទ្វារធំខាងមុខប្រាសាទសល់តែបំណែកថ្មនិងធូលីដីក្រាស់ខ្មឹកកន្លែងខ្លះសឹងថាដីពូនជាដំបូកបានអណ្ដូងងឹតឈឹងចាប់ផ្ដើមមានពន្លឺបាត់អណ្ដូងចាប់ផ្ដើមជ្រាបចេញទឹកនិងចាក់បំពេញបាតអណ្ដូងដូចអណ្ដូងធម្មតាវិញ Stella ក្រោកឡើងពីសន្លប់នាងតាមសម្លឹងរក Jacob ហើយបានធូរស្រាលចិត្តវិញពេលនាងឃើញ Jacob នៅដេកពីមុខនាងប៉ុន្មានម៉ែត្រនាងស្ទុះទៅបោះធូលីចេញពីមុខគេបងប្តីសម្លាញ់ក្រោកឡើងគេនៅតែមិនដឹងខ្លួននាងពិនិត្យដង្ហើមហើយចាប់ផ្ដើមភ័យស្លុតនាងយំតែដៃគេចាប់កម្រើកក្តីសង្ឃឹមក៏ត្រឡប់មកវិញបន្តិចម្ដងគេក៏បើកភ្នែកមកឃើញ Stella នៅចំពោះមុខគេអ្នកទាំងពីរអោបគ្នាយ៉ាងណែនក្រោកឡើងនិងដើរចេញពីកន្លែងនោះហេតុអ្វីរូងងងឹតផ្ទុះតើមានបញ្ហាអ្វីមែនទេ Stella សួរពីចម្ងល់ដែលនាងគ្មានឱកាសសួរពេលកំពុងគិតពីសេចក្តីស្លាប់អូនដឹងទេរូងងងឹតទាំងអស់នេះត្រូវបានបង្កើតឡើងពីជាតិផ្ទុះហើយជាតិផ្ទុះនឹងបំផ្លាញពួកវានៅថ្ងៃណាមួយជាតិផ្ទុះត្រូវហើយជាតិផ្ទុះវាគឺជាភាពផ្ទុយគ្នានៃជាតិផ្ទុះបងគិតថាដោយសារវាត្រូវបានបង្កើតឡើងដោយសព្វនិមិត្តពួកយើងត្រូវបានបំផ្លាញទៅវិញនៅក្នុងរយៈពេលខ្លីមានន័យថាពិភពលោកយើងនេះនឹងផ្ទុះនៅថ្ងៃណាមួយដែរមែនទេប្រកាសហើយទោះជាយ៉ាងណាពេលវេលានៃផែនដីពិតជាវែងឆ្ងាយខ្លាំងណាស់ដែលប្រៀបធៀបជាមួយនឹងអាយុរបស់មនុស្សអ្នកទាំងពីរងើបមុខឡើងក៏ឃើញប្អូនស្រីគឺស៊ូសានអោបដានីញ៉ែដើរចេញពីប្រាសាទយឺត Fred និងប៉ូលីសដទៃក៏ឃើញដែរដោយពួកគេចេញមកជុំគ្នាក្បែរកន្លែងផ្ទុះ Jacob និង Stella សប្បាយចិត្តហើយខំប្រឹងប្រមូលកម្លាំងដើរសម្ដៅទៅស៊ូសាន Jacob ហៅប្អូនលឺតែនាងធ្វើហើយស៊ូសានគេហៅនាងម្ដងទៀតស៊ូសានមិនឆ្លើយ Stella សម្លឹងមុខប្តីហាក់មិនយល់ពីហេតុផលស៊ូសាន Stella ហៅវិញម្ដងស៊ូសាននៅតែមិនឆ្លើយពួកគេដើរទៅដល់នាងទៅហើយនាងនៅតែមិនងាកមកមើលសោះ Jacob លូកទៅរកប្អូនអង្រួននាងប៉ុន្តែដៃរបស់គេបែរជាធ្លាក់ចុះហាក់ដូចជាស្មានាងរអិលឮដៃគេគ្មានកម្លាំងសោះក្នុងការប៉ះនាង Stella ដើរទៅចាប់ដៃរបស់ស៊ូសានប៉ុន្តែដូចស្រវាចាប់ខ្យល់ដៃនាងមិនអាចចាប់អ្វីបានទេស៊ូសានលើកនេះ Stella ស្រែកកាន់តែខ្លាំងជាងមុនឯងឮខ្ញុំហៅទេស៊ូសាននៅតែមិនឆ្លើយសូម្បី Fred និងក្រុមប៉ូលីសដើរមកមើលជុំវិញនោះធម្មតាហាក់គ្មានអ្នកណាម្នាក់មើលឃើញឬដឹងថា Stella និង Jacob នៅទីនោះទេ Jacob ខំស្ទុះទៅបាំងផ្លូវពួកគេដានីញ៉ែលឯងស្ដាប់ខ្ញុំបានទេប៉ុន្តែដានីញ៉ែលដើរកាត់ខ្លួនរបស់ Jacob ផុតទៅដោយដើរកាត់ខ្យល់បុរសចំណាស់ម្នាក់លេចចេញមកពីទីណាមិនដឹងគាត់ញញឹមហើយនិយាយគ្មានអ្នកណាអាចស្ដាប់ឮ
ឬមើលឃើញលោកទេចាស់ស្កូបហេតុអី Stella សួរកាត់ដោយសារអ្នកទាំងពីរនៅពិភពផ្សេងអញ្ចឹងហេតុអ្វីលោកស្ដាប់ពួកយើងបាន Stella សួរបន្តព្រោះអ្នកទាំងពីរនៅក្នុងពិភពមួយដូចជាខ្ញុំពួកយើងស្លាប់អស់ហើយនេះគ្រាន់តែជាព្រលឹងគេហៅពួកយើងថាខ្មោចយើងអាចមើលមនុស្សទាំងនោះឃើញតែពួកគេមិនអាចមើលយើងឃើញទេចាស់សោបនិងសេឡាសម្លឹងមើលមនុស្សនៅជុំវិញនោះទាំងអស់សង្ឃឹមបងបានមកដល់ចំណុចដែលបណ្ឌិត Steven មិនអាចស្រាវជ្រាវទៅមុខទៀតបានគឺត្រូវរកផ្លូវចេញពីពិភពសិប្បនិម្មិតទៅភពពិតវិញ Stella នៅចាំអ្វីដែលចាស់ស្កូបធ្លាប់បានប្រាប់នាងគ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់បុរសចំណាស់និយាយបន្ត Gibson មិនមើលមុខបុរសចាស់តែសម្លឹងភ្នែក Stella ប្រកាសជាមានផ្លូវត្រឡប់ទៅវិញយើងត្រូវត្រឡប់ទៅការស្រាវជ្រាវវិញគេនិយាយទៅកាន់ Stella ទាំងជំនឿចិត្តមុតមមមិនអាចទៅរួចទេក្មួយបុរសនេះហាក់គ្មានការលើកទឹកចិត្តឡើយចាស់ស្កូបក៏ថាឲ្យគាត់ត្រូវហើយលោកជាអ្នកណាហេតុអ្វីពួកយើងត្រូវស្ដាប់លោកជឿលោកខ្ញុំគឺបណ្ឌិត Steven ចាស់ស្កូបបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលបុរសដែលឈរនៅចំពោះមុខពួកគេតាមពិតគឺជាអ្នកស្រាវជ្រាវដ៏ល្បីឈ្មោះដែលបានបង្កើតពិភពសិប្បនិម្មិតនេះឡើងទោះយ៉ាងណាអ្វីៗហាក់ប្រថុចញ៉ុចពិបាកឲ្យអ្នកទាំងពីរជឿគាត់បន្តិចលោកជាអ្នកប្រាជ្ញពួកខ្ញុំក្មេងចំនួនក្រោយគឺគោរពលោកខ្លាំងណាស់តែខ្ញុំមិនជឿថាទីនេះគ្មានច្រកចេញទេមិនអញ្ចឹងមិនបានជាយើងមើលពួកគេឃើញចប់វាចាគេបកក្រោយដាស់សម្ដៅទៅស៊ូសានដាញ៉ែលនិងក្រុមប៉ូលីសប្រកាសជាមានវិធីដើម្បីបញ្ចប់របបកំហែងនេះជាសភាវគ្គគតិរបស់អ្នកស្រាវជ្រាវខ្ញុំមិនអាចនៅស្ងៀមបានទេគេនិយាយបន្ថែមទៅកាន់បុរសនោះអញ្ចឹងមានតែក្មួយគិតថាខ្ញុំមិនធ្លាប់ព្យាយាមសាកមើលបណ្ឌិត Seven សួរចាស់ស្កូបងើបមុខមកសម្លឹងបណ្ឌិត Seven តែមិនដឹងគិតយ៉ាងម៉េចគេបោះបង់ចោលការឆ្លើយតបហើយដើរហួសពីគាត់ទៅគេដើរសម្ដៅទៅក្រុមមនុស្សរស់ Stella សម្លឹងគេដោយមិនដឹងថាគេចង់ធ្វើអ្វីទេបណ្ឌិត Steven ទេដែលដឹងហើយស្រែកព្រមានគេកុំធ្វើអញ្ចឹងឲ្យសោះក្មួយវាគ្រោះថ្នាក់ណាស់ Stella នៅតែមិនយល់ហើយសម្លឹងមើលប្តីគេកំពុងតម្រង់ទៅរកស៊ូសានហើយចាប់ផ្ដើមព្យាយាមហក់ចូលទៅក្នុងខ្លួនរបស់នាងកុំធ្វើអញ្ចឹងប្អូនស្រីក្មួយអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបណ្ឌិត Steven ស្រែកព្រមានគេបន្ថែម Stella ក៏បកពោះស៊ូសានដាញ៉ែលនិងក្រុមប៉ូលីសងាកមកមើលគ្រាប់ត្បូងដែលធ្លាក់នៅលើដីស្រីតូចស៊ូសានអោនរើសត្បូងមកពិនិត្យរបស់បងប្រុសខ្ញុំមួយខែក្រោយមកមើលនេះគឺសៀវភៅធ្វើម្ហូបរបស់ឥណ្ឌាឃើញទេរបៀបស្លការីដែលញ៉ែនិយាយបណ្ដើរបើកទៅទំព័រមុខបណ្ដើរតែពេលដែលគេបែរមករកស៊ូសាននាងមិននៅទេដែលញ៉ែចោលសៀវភៅតាមរកមើលនាងគេយល់ថាក្រោយពេលវិលពីប្រាសាទនោះវិញនាងមានអាកប្បកិរិយាប្លែកៗខុសពីមុនគេយល់ថាការបាត់ខ្លួនបងប្រុសនិងបងថ្លៃរបស់នាងជាមូលហេតុសំខាន់អូនធ្វើអីនៅទីនេះដែលញ៉ែសួរពេលឃើញខ្នងនាងកំពុងអង្គុយនាងហាក់កំពុងផ្ចង់អារម្មណ៍អានអ្វីមួយជក់ពេកណាស់គេដើរទៅពីក្រោយសម្លឹងអ្វីៗនៅក្នុងសៀវភៅដែលនាងកំពុងតែអាននោះគឺអក្សរមួយជួរថារូងងឹតនិងរូបអណ្ដូងស្ងួតមួយរាត្រីចូលមកដល់ដានីយ៉ែលកេងមិនស្ងប់ចិត្តមិនអាចថ្មិចលក់សោះរហូតសន្សើមធ្លាក់គេលងមួយស្រឡែតក៏ដឹងខ្លួនមកវិញចំពាក់កណ្ដាលទៀតដៃរាវរកស៊ូសានតែនាងមិននៅលើគ្រែគេបើកភ្នែកធំៗស្ទុះក្រោកអង្គុយរួចចុះពីគ្រែទើបបើកទ្វារបន្ទប់ទឹករកមើលនៅតែគ្មាននាងដោយក្តីបារម្ភមិនសូវស្រួលចិត្តគេចេញពីបន្ទប់តាមរកនាងទ្វារចំហនាងចេញក្រៅថ្មនេះទៅណាគេរត់ពេញផ្ទះទីបំផុតក៏រកឃើញស៊ូសានអង្គុយបែរខ្នងលើរានហាលគេដើរទៅជិតនាងលបពីក្រោយទឹកគេដឹងថានាងកំពុងលេងត្បូងដែលនាងរើសបានមកមុខប្រាសាទប៉ុន្មានយប់មកនេះអូនតែងតែសុបិនអាក្រក់រហូតអូនឃើញអណ្ដូងផ្ទុះថ្មប៉ាងនឹងធ្លាក់មកលើអូននាងយំប្រាប់ប្តីដានញ៉ែពិបាកចិត្តតែគេមិនទាន់ថាអ្វីទេគេនៅជាមួយនាងជានិច្ចប៉ុន្តែនៅយប់បន្ទាប់ប្តីនាងលងក្នុងដំណេកព្រោះអស់កម្លាំងស៊ូសានក្រោកតែឯងដោយស្ងៀមស្ងាត់ហើយដើរសម្ដៅទៅឡាននាងបើកឡានចេញទៅដោយល្បឿនលឿនដូចគេប្រណាំងរថយន្តព្រលឹងស្តេឡាអង្គុយនៅក្រៅនៅកៅអីមុខក្បែរស៊ូសានហើយព្រលឹងបណ្ឌិត Steven នៅកៅអីក្រោយ Gibson ឈប់ធ្វើយ៉ាងនេះទៅស៊ូសាននឹងមានគ្រោះថ្នាក់បណ្ឌិត Steven រំលឹក Gibson មែនហើយបង Stella គាំទ្រគំនិតរបស់បណ្ឌិត Steven អត់ទេនោះជាសម្ដីទី1ដែលប្រលឹង Gibson និយាយក្រោយពីបានចូលទៅក្នុងខ្លួនស៊ូសានឡានកំពុងរត់ពេញល្បឿនស្រាប់តែមានឡានមួយមកកាត់ពីមុខវាប្រថុចញុចក្នុងការគេចពីបុកគ្នាស៊ូសានបួងចង្កូតទៅឆ្វេងធ្វើឲ្យឡានវិលច្រើនជុំមុនពេលរេទៅបុកដើមឈើបញ្ចេញសំឡេងខ្ទរហើយធូលីហុយទ្រុបព្រលឹងបណ្ឌិត Steven និង Stella ចេញមកក្រៅឡានសម្លឹងមើលស៊ូសានសន្លប់ឈឹងនៅលើកៅអីតែកង់អរគុណព្រះជាម្ចាស់ហើយនាងមានដង្ហើមទេប៉ុន្តែ Gibson នៅឯណា Stella ស្រែកយំអូនទាំងពីររកមើលនៅតែមិនឃើញគេយើងត្រូវជួយនាងសិនបណ្ឌិត Steven និយាយ
Stella បដិសេធអស់សង្ឃឹមដៃយើងធ្វើអ្វីមិនបានទាំងអស់ស្រាប់តែមានឡានមួយបើកកាត់នាងខំលើកដៃបក់ឲ្យគេឈប់ជួយប៉ុន្តែឡានបានបើកហួសទឹកហើយគ្មានអ្នកណាមើលនាងឃើញទេបណ្ឌិតបញ្ជាក់ដោយស្រពោននាងខំមាត់ខំរត់មកវិញជាព្រលឹងនាងអាចរត់បានលឿនហើយទីបំផុតពេលតាមទាន់ឡាននោះនាងក៏សមាធិហើយហក់ចូលក្នុងខ្លួនអ្នកបើកឡានអ្វីៗគឺនាងជាអ្នកគ្រប់គ្រងឡានបានបត់ត្រឡប់មកក្រោយវិញមករកកន្លែងកើតហេតុ5 ឆ្នាំក្រោយមកស៊ូសាននិងដាញ៉ែលអង្គុយលើស្មៅស្រូបខ្យល់អាកាសបរិសុទ្ធក្នុងសួននៅពេលល្ងាចអូនដឹងទេគ្រប់យ៉ាងដូចជាទឹកតែកាត់ឡើងកាលពីម្សិលមិញពេលវេលានឹងកន្លងផុតទៅយ៉ាងណាយើងអាចដឹងបានទេស្នេហាវាកាត់ឡើងនៅក្នុងសេចក្តីស្នេហាស៊ូសាននិយាយដោយលើកដៃទៅរកសក់របស់គេនៅក្នុងសេចក្តីស្នេហាពេលខ្លះយើងមានអារម្មណ៍ថាយើងបាននៅជាមួយគ្នារាប់ឆ្នាំមកហើយពេលខ្លះយើងមានអារម្មណ៍ថាយើងទើបតែស្គាល់គ្នានាងនិយាយពាក្យដែលដានីយ៉ែលធ្លាប់និយាយកាលពីមុនដានីយ៉ែលញញឹមនិងគិតក្នុងចិត្តពេលដែលប្រពន្ធរបស់គេចាំពាក្យសម្ដីរបស់គេដែលនិយាយជាយូរមកហើយដើម្បីស្គាល់គ្នាច្បាស់គ្មានអ្វីក្រៅពីស្នេហាទេពេលយើងស្គាល់គ្នាច្បាស់យើងស្គាល់គ្រប់ដង្ហើមនិងទម្លាប់របស់គ្នាកំពុងស្លង់ក្នុងអារម្មណ៍ដានីយ៉ែលក៏នឹកឃើញឯណាហ្គីបសុនគេសួរស៊ូសានដោយសម្លឹងមើលជុំវិញនោះស៊ូសានប្រញាប់ក្រោកសម្លឹងរកគេនៅជុំវិញនោះនាងរត់ទៅហើយជប់ត្រឹងរួចលើកដៃជូតមុខកូនធ្វើអីនៅទីនេះកូនសម្លាញ់ក្មេងប្រុសអាយុ3ឆ្នាំកំពុងលេងភក់ពួកគេដាក់ឈ្មោះកូនតាមបងប្រុសរបស់នាងកូនកំពុងលេងជាមួយមិត្តភ័ក្តិរបស់កូនក្មេងប្រុសហ្គីបសុននិយាយមិត្តភ័ក្តិកូននៅណាស៊ូសានសួរដោយសម្លឹងមើលជុំវិញនោះក្មេងតូចហ្គីបសុនសម្លឹងជុំវិញនោះ Stella ឯងនៅឯណាគេស្រែកហៅក្មេងស្រីអាយុ3ឆ្នាំ Stella រត់ចេញមកពីកំពតផ្កាដោយមានភក់នៅក្នុងដៃ